ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទពេលនេះគឺខ្ញុំមកផ្សព្វផ្សាយបាទថ្នាំជូនពុកម៉ែបងប្អូនទៀតហើយគឺដើមឱសថបុរាណខ្មែរយើងគឺដើមរវៃពុកម៉ែបងប្អូនណាហ្នឹងហើយរវៃនេះគឺខ្ញុំធ្លាប់បានជម្រាបប្រាប់ពុកម៉ែបងប្អូនជាច្រើនដងហើយតកតងជំងឺដើមរវៃនេះដែលព្យាបាលបានជាមួយនឹងជំងឺហ្នឹងគឺមានបោះអន្ទង់បោះកាប់មុខក៏ដូចជាជំងឺរើមជំងឺអីក៏ថ្នាំដើមរវៃនេះក៏ប្រកែកដែរពុកម៉ែបងប្អូនណាហ្នឹងហើយហាតម្រាំតែស្ងួតពុកម៉ែបងប្អូនអើយដោយសារតែវាអត់មានថ្ងៃហ្នឹងហើយពិបាកក្នុងការហាលបន្តិចហាលចង់មកទឹកដែរត្រឹមតែស្ងួតហ្នឹងហ្នឹងហើយស្ងួតហើយពុកម៉ែបងប្អូនណាចូលច្រកបេហើយគឺពុកម៉ែបងប្អូនណាចង់ជាវពីខ្ញុំបានដើមរវៃនេះហ្នឹងហើយខ្ញុំមានផែជាមួយបេពុកម៉ែបងប្អូនណាហ្នឹងហើយកាប់មកពីព្រៃហ្នឹងគឺយកមកសម្រាប់យកមកធ្វើថ្នាំបោះអន្ទង់បោះកាប់មុខហើយជំងឺរើមក៏ដូចជាជំងឺផ្សេងទៀតដែរពុកម៉ែបងប្អូនណាហ្នឹងហើយខាងនេះគឺបាទដើមបាទសម្បកដើមនេះដើមមកកាក់ព្រៃពុកម៉ែបងប្អូនណាហ្នឹងហើយមកកាក់ព្រៃនេះខ្ញុំធ្លាប់បង្ហាញដែរចំពោះដើមមកកាក់ព្រៃនេះគឺសម្រាប់យកទៅព្យាបាលជាមួយនឹងថ្នាំកាពះពុកម៉ែបងប្អូនថ្នាំកាពះក៏បានថ្នាំឈឺពោះក៏បានចុកចោលពោះក៏បានថ្នាំរាកបាទរាកលមុខហ្នឹងក៏បានបាទហើយដើមសម្បកដើមមកកាក់ព្រៃនេះគឺត្រូវច្រើនពុកម៉ែបងប្អូនណាមិនថាចុកចោលដូចខ្ញុំនិយាយចុកចោលចុកឈឺពោះឬក៏ហើមពោះអីគឺមកកាក់ព្រៃនេះត្រូវប៉ុន្តែយើងត្រូវផ្សំជាមួយនឹងរុក្ខជាតិដទៃទៀតដែរបានយើងបកែបើសិនតែផឹកតែមួយមុខក៏បកែដែរប៉ុន្តែបកែវាយូរខែយូរឆ្នាំមកតម្រុំតាជាពុកម៉ែបងប្អូនណាហ្នឹងហើយខាងនោះគឺដើម5តលឹងដែលខ្ញុំធ្លាប់បង្ហាញដែរបាទ5តលឹងនេះគឺមានអត្ថប្រយោជន៍ដូចគ្នាបាទតាមគ្រូខ្មែរខ្លះគាត់ថាដើម5តលឹងអត់សូវមានប្រយោជន៍ប៉ុន្តែបើយើងសិក្សាឲ្យដល់ទៅគឺវាមានប្រយោជន៍ដូចដើមឈើដទៃទៀតដែរណាហ្នឹងហើយគេយកមកធ្វើថ្នាំកាពះថ្នាំហើមពោះជក់ពោះឆ្អល់ពោះដូចនឹងបាទដើមមកកាក់ព្រៃដែរពុកម៉ែបងប្អូនណាហ្នឹងហើយអានោះក៏ដូចគ្នាដែរប៉ុន្តែនោះសម្បកខ្ចីជាងអានេះចាស់ជាងដូចបងប្អូនពីមុនធ្លាប់ខមមិនលើវីដេអូខ្ញុំហើយដែលខ្ញុំបង្ហាញជាមួយនឹងពពាលខែគឺមានពីរប្រភេទដើមចាស់ដើមខ្ចីពុកម៉ែបងប្អូនណាបាទដើមចាស់ដូចសម្បក5តលឹងអញ្ចឹងពុកម៉ែបងប្អូនណាហ្នឹងហើយដូចសម្បក5តលឹងអញ្ចឹងយើងចែកវាឲ្យដាច់ស្គាល់វាឲ្យច្បាស់បានយើងដឹងថាដើមឈើយ៉ាងម៉េចបើសិនតែយើងអត់ស្គាល់ច្បាស់ទេយើងអត់ដឹងថាវាយ៉ាងម៉េចទេអាហ្នឹងហ្នឹងហើយទោះតែយើងស្គាល់ច្បាស់ទៅយើងយកមកធ្វើថ្នាំឲ្យពុកម៉ែបងប្អូនពិសាទៅវាអត់មានហានិភ័យណាមួយដែលកើតឡើងចំពោះយើងទេពុកម៉ែបងប្អូនណាហ្នឹងហើយបើយើងស្គាល់អត់ច្បាស់យើងដាក់ទៅពីអាហ្នឹងប្រហែលជាមានបញ្ហាពុកម៉ែបងប្អូនហ្នឹងហើយវាអាចឲ្យយើងក្អួតអាចឲ្យយើងចង្អោរអីណាមួយដែលកាត់ឡើងអញ្ចឹងទៅបាទហ្នឹងហើយប៉ុន្តែវាអត់អីទេវាគ្រាន់តែវាមានអាការៈតិចតួចតែវាមិនអីទេថ្នាំថ្មីណាហ្នឹងហើយពីតោខ្ញុំគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាជួយគ្រប់គ្រងបាទបន្តទៀតជាមួយនឹងឱសថបុរាណខ្មែរយើងអរគុណ